បាទជំរាបសួរបងប្អូននេះគឺក្របលពៅទ្រូបងប្អូនបាទក្របលពៅទ្រូផ្លែត្រវែងបងប្អូនណាផ្លែត្រវែងសាច់ហាប់ណែនសបកស្ដើងបាទសបកស្ដើងសាច់ផ្អែមបងប្អូនបាទជាប្រភេទពូជដែលមានប្រភពមកពីប្រទេសវៀតណាមបងប្អូនមកកញ្ចប់នេះចំណុះ10ក្រាមបងប្អូនបាទអាយុកាលគឺពី70ថ្ងៃទៅ75ថ្ងៃបងប្អូនបាទរបស់ក្រុមហ៊ុន SN Agritech ដែលមាននិមិត្តសញ្ញាបែបនេះបងប្អូនបាទបងប្អូនរកទិញបាននៅក្នុង page បងប្អូនណាសួនកសិកម្មបូលីបងប្អូនឬក៏ចាំរយៈ Telegram ដែលមានការបង្ហាញជូននៅលើ caption បងប្អូនបាទបងប្អូនត្រឡប់មកលើក្របពូជនេះវិញក្របពូជនេះគឺមានការពេញនិយមដាំពីប្រជាកសិករមែនទែនដោយសារតែមានលក្ខណៈពិសេសហ្នឹងគឺតើតង់មកអត្រាដំណោះតើតង់មួយភាពសុទ្ធតើតង់ជាមួយនឹងភាពធន់នៃបម្រែបម្រួលអាកាសធាតុតើតង់មួយទិន្នផលតើតង់មួយបរិមាណផលគឺគិតថាល្អប្រសើរច្រើនហើយរឹតតែពិសេសហ្នឹងគឺទីផ្សារគឺត្រូវការប្រភេទពូជល្ពៅរបៀបអញ្ចឹងបងប្អូនណាបច្ចុប្បន្នហ្នឹងតម្លៃរៀងគួរសមដែរហើយប្រជាកសិករហ្នឹងគឺរកមែនតែនបងប្អូនណារកមែនតែនសម្រាប់ពូជល្ពៅហ្នឹងបើនិយាយពីល្ពៅវាមានច្រើនក្រុមហ៊ុនវាមានច្រើនពូជបងប្អូនណាបាទហើយពូជដែលល្ពៅដែលពេញនិយមដាំគឺពូជល្ពៅចេះឯងដោយសារអីដោយសារតែមានចំណុចពិសេសរឹតតែពិសេសនោះគឺទីផ្សារគឺត្រូវការរបៀបអញ្ចឹងបងប្អូនបាទត្រូវការរបៀបអញ្ចឹងតោះបងប្អូនដើម្បីកុំឲ្យឱកាសនេះរំលងហើយស្តុករបស់យើងក៏មិនមានច្រើនដែរបាទមិនមានហូរហៀដែរមិនមែនបងប្អូនត្រូវការសុទ្ធតែមានគ្រប់ពេលវេលាទេមានឱកាសពេលនោះមួយនោះគឺដាច់ស្តុកបងប្អូនបាទអញ្ចឹងកុំឲ្យការស្តុកនេះបងប្អូនអាចរកទិញបានណាបងប្អូនណាបញ្ជាក់នៅក្នុង page សួនកសិកម្មបូលីបងប្អូនណាបាទអរគុណច្រើនខ្ញុំមានប៉ុណ្ណឹងបងប្អូនហើយសម្រាប់ព័ត៌មានបន្ថែមសម្រាប់ការសាកសួរជជែកគ្នាបងប្អូនអាចឆាតមកបាទយើងជជែកគ្នាបានព្រោះរាល់ការលក់ពីខាងយើងខ្ញុំនេះមិនមែនចេះតែលក់ឲ្យតែបានតែលុយទេបងប្អូនយើងគិតទៅលើផលប្រយោជន៍របស់ប្រជាកសិករដែរយើងទៅជែកគ្នាដាំអីទៅបងគេទិញដាំអីទៅបងពូជនឹងល្អអត់បងហើយទីផ្សាររបស់វាមិនដែរបងហើយភាពធន់របស់វាមិនដែរបងយើងទៅជែកគ្នាបានបងប្អូនណាយើងទៅចែកគ្នាមុនពេលដែលយើងទិញជាវាងទិញហើយបានយើងទៅចែកគ្នាអាហ្នឹងវាខុសបាត់ហើយបងប្អូនបាទអញ្ចឹងរាល់ការដាំគ្រប់ដំណាំទាំងអស់គឺយើងសិក្សាទៅលើទី1ហ្នឹងគឺការជ្រើសរើសនៅក្របពូជហើយយើងសិក្សាទៅលើឱកាសទីផ្សារដែរព្រោះការដាំមិនដាំទៅលើចិត្តយើងណាបងប្អូនណាយើងអ្នកដាំមែនប៉ុន្តែយើងមិនដាំទៅលើចិត្តយើងទេយើងដាំយើងសិក្សាទៅលើឱកាសទីផ្សារយើងសិក្សាទៅលើឱកាសដែលនៅក្នុងតំបន់របស់យើងស្ថានភាពដីភាពប្រែប្រួលនៃអាកាសធាតុយើងមានភាពចាំបាច់ជាច្រើនដែលយើងត្រូវសិក្សាបងប្អូនណាបាទអរគុណច្រើនតោះបងប្អូនបាទព័ត៌មានល្បិទឆាតចូលនៅក្នុង page សួនកសិកម្មបូលីនេះមកយើងទៅចែកគ្នាអំពីព័ត៌មានបន្ថែមបងប្អូនណាបាទអរគុណច្រើនបងប្អូនបាទជម្រាបលា